ដើម្បីស្វែងយល់ចំណេះដឹងបន្ថែមអំពីវប្បធម៌អរិយធម៌ប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជាតាមរយៈការចុច follow page យើងខ្ញុំដើម្បីទទួលបានគំនិតថ្មីៗជម្រាបសួរបងប្អូនទាំងអស់គ្នាចាឥឡូវនេះធ្វើដំណើរទៅចំការបងអូនស្រីនឹងខ្ញុំដប់នៅផ្លូវជាតិសិនចាបន្តមកទៀតក៏ចូលផ្លូវលំបែបនេះបងប្អូនទៅចំការចាផ្លូវគ្រោះក្រហមទៅម៉ូតូ2ចាមាននាងខ្ញុំរួមជាមួយនឹងក្មួយឥឡូវនេះគឺបានមកដល់ចំការនឹងផ្ទះជីប្រហែលជា6-7នាទីគឺដល់ហើយណាបងប្អូនយើងបាត់របងបែបនេះដើម្បីកុំឲ្យកោវិចូលស៊ីឥឡូវយើងដករបងហើយយើងនឹងបន្តដំណើរទៅខាងមុខបន្តទៀតតោះ Let's go ទៅជាមួយនាងខ្ញុំចង់ដឹងថានៅក្នុងចំការនាងខ្ញុំក្នុងរដូវប្រាំងនេះមានអីគេខ្លះបងប្អូនប្រហែលជាបងប្អូនក៏គាត់ធ្លាប់បានឃើញដែរព្រោះនាងខ្ញុំបានសូបង្ហាញខ្លះហើយដែរនៅក្នុង page BTTV ចាឥឡូវនេះកំពុងតែធ្វើដំណើរដើម្បីឲ្យទៅដល់កន្លែងឥឡូវនេះគឺបានមកដល់ចំការក៏មូដែរអាវមូអីចឹងទៅក៏សួរក្មួយថាក្មួយមិនដែរថតឃើញមិញភ្លឺអត់ច្បាស់អត់ខ្ពស់ក៏ទៀតកុំឲ្យដាច់ក្បាលចាគឺមកដល់ចំការមនុស្សឲ្យបងប្អូនមកកាច់មនុស្សដើម្បីថ្វាយទេវតាក៏ដូចជាជូនពូមីងម្នាក់មកគូឲ្យគាត់យកទៅថ្វាយទេវតាដូចគ្នាដែរបានប្រហែលជា6 7 8គ្រួសារដែរចាម្នាក់2 3ផ្លែអញ្ចឹងណាបងប្អូនទាំងអស់គ្នាចា Hello បងប្អូនទាំងអស់គ្នាឥឡូវនេះគឺបានមកដល់ចំការមនុស្សទៀតហើយថ្ងៃនេះគឺមកកាច់មនុស្សជាមួយនឹងបងប្អូនកូនក្មួយតែម្ដងបងប្អូនចានេះគឺជាមនុស្សដែលបាញ់ស្នាដៃបងប្អូនដែលយើងធ្វើការកាច់ខាងគេកាច់គឺកាច់បដាឥឡូវនេះខ្ញុំទៅខាងមុខបន្តទៀតដោយសាររោងនេះយើងបានលក់ឲ្យគេអស់ហើយណារោងទាំងអស់នេះតែនៅសល់មួយរោងដែលពុកម៉ែគាត់ទុកសម្រាប់កូនក្នុងឱកាសចូលឆ្នាំនេះបងប្អូនទាំងអស់គ្នាហើយយើងមកកាច់បន្តទៀតម្សិលមិញមកកាច់ម្ដងហើយឥឡូវមកកាច់ម្សិលទៀតដោយសារយកទៅជូនពូមីងយកទៅថ្វាយចាទេវតាថ្ងៃ14ហ្នឹងបងប្អូនតោះឥឡូវយើងទៅខាងមុខណាអូបងប្អូនចាំផាយតែម្ដងចានេះគឺជាម្នាស់បងប្អូនម្នាស់គឺគេដាំជាជួរបែបនេះឯងណាចាមួយជួរមាន2គុំអញ្ចឹងទៅដាំឲ្យស្មើគ្នាអញ្ចឹងទៅបងប្អូនមួយឆ្នាំអីគឺប្រមូលបាននៃម្នាស់គឺចាប់ផ្ដើមទុំបដាឲ្យបងប្អូនប៉ុន្តែម្នាស់នេះគឺយើងធ្វើការលក់ឲ្យបងប្អូនរួចរាល់ហើយដែរក៏គាត់កាត់ចោះអញ្ចឹងណាអានេះគឺក្មួយរបស់នាងខ្ញុំចាគឺថាញញឹមស្រស់ស្រាយចាពណ៌សម្បុរគឺថារលើបរលោងតែម្ដងចាសម្បុរនេះស៊ីជាមួយនឹងឈុតពណ៌ក្រហមជាមួយនឹងកងសក់ពណ៌ក្រហមចានាងខ្ញុំលោថាអូក្មួយស្អាតណាស់ពាក់ពណ៌នឹងគេសើចគេអញ្ចឹងទៅបងប្អូនចាអញ្ចឹងការមកចំការនេះគឺមាននាងខ្ញុំក្មួយនាងខ្ញុំដើមមិញឈ្មោះសុគង្គហើយនេះគឺជាកញ្ញាអាវលឿងអាយុ5ឆ្នាំឈ្មោះថាលីម៉ែហើយនេះគឺជាកញ្ញាអាវខ្មៅចាមានឈ្មោះថាលីកាអូឈ្មោះព្រោះខ្លាំងមែនតើចាម្នាក់នេះវិញគឺឈ្មោះថាគឹមសានសាច់នឹងខ្សោខ្ចីតែម្ដងបងប្អូនប្អូនស្រីបង្កើតរបស់នាងខ្ញុំចាហើយនេះវិញគឺនាងខ្ញុំក្មួយចាគេឲ្យវាស់ដៃគ្នានាងខ្ញុំមូដៃនេះគឺមិនមែនសុកមូដៃទេដោយសារតែក្មួយថាអីវាស់ដៃគ្នាមើលមួយអ៊ីសានអញ្ចឹងណាតែប្អូននាងខ្ញុំអត់ចូលកាមេរ៉ាទេគ្នាអៀនបងប្អូនតើឥឡូវហ្នឹងងាកមកចាប់អារម្មណ៍រោងមនុស្សវិញបងប្អូនគឺទៅឲ្យបងប្អូនគឺធ្វើដំណើរទៅមើលមនុស្សណាដែលមើលទៅថាទុំចារីកាឡាចេញរៀងលឿងហើយយើងធ្វើការកាច់តែម្ដងបងប្អូនវ៉ាអូនឹងមេធំណាបងប្អូនថានឹងមេទៀតទឹកមួយធំវ៉ាវបងប្អូននេះអូនេះធំណាអូយណាទៀតទឹកមួយអានេះកាច់នេះយកទៅជូនមីងពូម្នាក់មកគូមិញអីហ្នឹងចាដៃថតថ្មីក្រោយពីក្មួយគឺគាត់ត្រេកអរនឹងម្ដាយមីងទឹកទៅមកពីភ្នំពេញអញ្ចឹងយើងជាមីងដែលមករៀងយូរថ្ងៃហើយវាជ្រក់ជ្រែងណាបងប្អូនវាជ្រក់ជ្រែងអញ្ចឹងហើយគ្នាមិនសូវនៅក្បែរនេះខ្ញុំទេគេរត់ទៅរកមីងថ្មីគេហើយចាអញ្ចឹងបងប្អូនដែលកំពុងទេសនាចង់ញ៉ាំម្នាស់អត់ចាំផ្ញើឲ្យហើយនេះក្មួយស្រីនេះខ្ញុំដែលថតវីដេអូនឹងឲ្យបងប្អូនគឺគាត់នឹងឯងជាអ្នកថតឲ្យថ្ងៃហ្នឹងគឺដៃថ្មីតែម្ដងចាម្នាស់គឺថាព្រិចកាឡាធំល្អខ្លាំងមែនទែនបងប្អូនអើយប៉ែមងន់ខ្លាំងតែម្ដងនិយាយមែនណាបងប្អូនឃើញអត់ម្នាស់គឺថាផ្លែល្អខ្លាំងមែនទែននេះម្នាស់អ្នកម្ដាយទុកឲ្យអញ្ចឹងវីដេអូរបស់នេះខ្ញុំគឺមានតែប៉ុណ្្នឹងឯងអាវក៏អាវអ្នកម៉ែចាគឺថាគ្រប់យ៉ាងរបស់ម៉ែទាំងអស់តែម្ដងអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូមួយនេះអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់ចង់បានមនុស្សអីចង់បានមនុស្សទុំមនុស្សអីអញ្ចឹងបងប្អូនអាចតាក់ទងមកលេខទូរស័ព្ទនេះបានព្រោះអីមានមនុស្សលក់បើមិនមានរបស់នេះខ្ញុំក៏មានរបស់អ៊ំរបស់ពូរបស់មីងអីផ្សេងនៅក្នុងភូមិនឹងដែរណាបងប្អូន
អរគុណចាំជួបគ្នានៅវីដេអូបន្ទាប់ចា៎